បាទសួស្តីអ្នកគ្នាបាទនៅព្រឹកនេះខ្ញុំមានព័ត៌មានចំនួន3ចែកជូនទៅដល់អ្នកទាំងអស់គ្នាស្ដាប់បាទព័ត៌មានទី1គឺនាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Marco Rubio បាទនាយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025បាទលោកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃឯកឧត្តមនាយរដ្ឋមន្ត្រី Rubio បានគូបញ្ជាក់ចំហយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិរភាពរវាងកម្ពុជាហើយនិងថៃនិងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទអញ្ចឹងសម្ដេចគាត់បានបញ្ជាក់ថាអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីការថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរបាទអញ្ចឹងនៅក្នុងព័ត៌មាននេះគឺសម្ដេចក៏បានជួបជាមួយនឹងលោក Marco Rubio កាលពីយប់មិញណាអញ្ចឹងនៅសារនេះខ្ញុំមានអារម្មណ៍ថាគាត់ទៅសេដូចជាអត់ទាន់ក្បោះក្បាយនៅឡើយពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលគាត់បានត្រូវនិយាយជាមួយនឹងលោក Marco ព្រោះមើលទៅវាជាភាសាការទូតទេបាទអញ្ចឹងចាំយើងមើលបន្តទៀតថាតើអាមេរិកគាត់នឹងធ្វើអីខ្លះទៅលើរឿងនេះបាទអញ្ចឹងយើងចូលទៅដល់ព័ត៌មានទី2បាទគឺរដ្ឋាភិបាលឥណ្ឌាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើការបំផ្លាញរូបសំណាកទេវតាឥណ្ឌាមួយគឺរូបព្រះវិស្ណុនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃបាទអញ្ចឹងរហូតមកដល់ល្ងាចថ្ងៃទី25នេះគឺសារព័ត៌មានធំរបស់ឥណ្ឌាបាទគឺបានចេញផ្សាយនៅការវីដេអូដែលជនជាតិថៃហើយនិងទាហានថៃហ្នឹងគឺធ្វើការបំផ្លាញនៅរូបព្រះវិស្ណុក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាពបូរណភាពដែនដីកម្ពុជាជាប្រធានបទសំខាន់ទន្ទឹមនឹងសារព័ត៌មានផ្សេងសរសើរពីការមិនសរសេរពីការមិនគោរពរបស់ថៃចំពោះសាសនាសារព័ត៌មាន Straits Times បានសរសេរថាបើយោងតាម Google បានបង្ហាញថាទីតាំងរូបសំណាកនេះគឺនៅចម្ងាយប្រមាណ400ម៉ែត្រពីព្រំដែននៅក្នុងទឹកដីកម្ពុជាជាមួយគ្នានេះប្រទេសឥណ្ឌាបានថ្កោលទោសចំពោះការកំទេចរូបសំណាកព្រះវិស្ណុនៅព្រំដែនកម្ពុជាថៃបាទអញ្ចឹងការបំផ្លាញនេះគឺជូរមកហើយតាមពិតដឹងប្រហែលថ្ងៃតែទៅបែកធ្លាយវីដេអូហើយក៏ផ្ទុះវីដេអូនោះទៅខាងឥណ្ឌាដែលគាត់បានឃើញគឺផ្ទុះកំហឹងខ្លាំងមែនទែនជាជនឥណ្ឌានិងរដ្ឋាភិបាលឥណ្ឌាបាទមានសារព័ត៌មានធំរបស់ឥណ្ឌាបានចុះផ្សាយដែរទៅលើរឿងនេះគឺវាជាការប្រមាថហើយអត់មានសាសនាអីទេជនជាតិថៃនេះបើយើងប្រៀបធៀបទៅជាមួយនឹងពួកភេរវកម្មឬក៏ភេរវជនវាដូចសមជាងជាតិសាសន៍ថៃនេះព្រោះថាទង្វើបែបនេះមានពួកភេរវជននឹងទេដែលវាធ្វើដោយពួកតាលីបាននេះដែលបំផ្លាញរូបព្រះពុទ្ធនៅតាលីបានហ្នឹងអញ្ចឹងដែរក៏ដូចគ្នាបាទអញ្ចឹងព័ត៌មានទី3ទៅលើកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ JBC រវាងកម្ពុជានិងថៃហ្នឹងគឺត្រូវបានលើកពេលទៀតហើយ
បាទបើតាមការវិវត្តចុងក្រោយនៃការប្រជុំរវាង JBC ថៃនិងកម្ពុជាដែលបានធ្វើឡើងនៅខេត្តច័ន្ទបុរីបន្ទាប់ពីមានការពន្យាពេល2 ដងគឺម៉ោង 2 ហើយនិងម៉ោង 6 ល្ងាចកិច្ចប្រជុំបានបន្តឡើងវិញនៅម៉ោង 7:45 នាទីយប់ថ្ងៃទី25 ខែធ្នូបាទអញ្ចឹងមានការចូលរួមសង្កេតការណ៍ពីក្រុម AOT ម៉ាឡេស៊ីដែលស្ថិតនៅប្រទេសថៃចូលរួមសង្កេតការណ៍ផងដែរកិច្ចប្រជុំបានបញ្ចប់នៅម៉ោង 8:30 នាទីយប់ដោយមិនទាន់ឈានដល់ដំណោះស្រាយចុងក្រោយនៅឡើយទេគណៈប្រតិភូកម្ពុជាបានបញ្ជាក់ថាត្រូវការពេលវេលាបន្ថែមដើម្បីពិភាក្សាពិចារណាលើសំណើទាំងអស់ហើយបានលម្អិតកិច្ចចរចាជុំទី4គ្រោងនឹងធ្វើឡើងនៅថ្ងៃទី26ដើម្បីបង្រួមនិងសម្រួលសេចក្តីព្រៀងសំណើលេខ1និងលេខ3គោលបំណងនៅតែដដែលគឺឈានទៅរកកិច្ចព្រមព្រៀងផ្លូវការដែលនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរនៅថ្ងៃទី27 ខែធ្នូបាទអញ្ចឹងបើតាមការប្រជុំនេះគឺខាងភាគីកម្ពុជាហើយនឹងថៃដូចជាមិនទាន់បង្ហាញពីលក្ខខណ្ឌនៃការចរចាគ្នានៅឡើយទេហើយបើយើងមើលទៅឃើញភាគីថៃវាមើលងាយយើងមែនទេបាទណាប្រជុំមួយផ្លែត cancel 2 ដងម៉ោង 2 ម្ដងម៉ោង 6 ម្ដងទៀតខ្ញុំមើលថាការប្រជុំនេះគឺកម្ពុជាយើងប្រហែលទទួលគំនាបខ្លាំងណាស់ពីខាងថៃដែលជាភាគីបកហើយជនរងគ្រោះដែលទុនខ្សោយគឺត្រូវគេបង្ខំឲ្យធ្វើគ្រប់លក្ខខណ្ឌណាចឹងចាំមើលលក្ខខណ្ឌទាំងអស់នេះខ្ញុំមិនដឹងថាមានអីខ្លះទេបើសិនជាតាមលក្ខខណ្ឌ3ដែលខាងថៃគេស្នើសុំនោះគឺវាស្មើនឹងឲ្យកម្ពុជាសុំចុះចាញ់ហើយបាទតែបើលក្ខខណ្ឌប្រជុំនៅ JBC គេបន្ថែមលក្ខខណ្ឌថ្មីទៀតយ៉ាងណាក៏យើងអត់ដឹងដែរបាទអញ្ចឹងយើងនឹងតាមដានបន្ថែមទៀតទៅលើព័ត៌មានទាំងអស់នេះណាបាទអញ្ចឹងខ្ញុំអរគុណច្រើនសម្រាប់ព្រឹកនេះ